សម្រាប់បងប្អូនធ្វើការងារការិយាល័យបាទគាត់សួររបៀបដែលយើងដាក់ combo box ដែលមានយើង select ថ្ងៃទីខែឆ្នាំដូចនៅក្នុងវីដេអូហ្នឹងបាទតែយើងធ្វើរបៀបណានៅក្នុងកម្មវិធី Word បាទអញ្ចឹងជាដំបូងគឺយើងសរសេរតែថ្ងៃទីខែឆ្នាំមកបាទបន្តមកទៀតកន្លែង combo box ហ្នឹងយើងដាក់តាមក្រោយអញ្ចឹងដំបូងគឺអ្នកទាំងគ្នាត្រូវទៅទាញម៉នុយមួយឈ្មោះ developer បាទនៅខាងលើហ្នឹងកុំព្យូទ័រយើងធម្មតាអត់មានទេដោយសារយើងអត់ទាញវាមកអត់គ្រីសវាអញ្ចឹងយើងទៅគ្រីសវាមកបាទចុចកន្លែង file option ហើយចុចយក customize មកបាទហើយនេះនៅខាងស្ដាំនេះមានម៉នុយ tab វាបាទអញ្ចឹងយើងគ្រីសវាមកពេលដែលយើងគ្រីសកន្លែង developer គឺវាចេញមកនេះខ្ញុំឧទាហរណ៍ដូកគ្រីសបាទពេលដែលខ្ញុំដូកគ្រីសវាបាត់ហើយអញ្ចឹងពេលដែលយើងគ្រីសវាមកមួយសាទៀតហើយអញ្ចឹងអ្នកទាំងនេះត្រូវចូលគ្រីសណាបាទហើយចុច OK មកលោតមកហើយបន្តមកទៀតយើងបានម៉នុយ developer ហើយយើងចាប់ផ្ដើមធ្វើការងាររបស់យើងបាទចូលមកដាក់កន្លែងមុខថ្ងៃហ្នឹងមកហើយយើងចូល tool មួយឈ្មោះ combo box បាទចុច combo box ហ្នឹងមកបន្តមកទៀតយើងទៅការ select ពេលយើង select ទៅមានថ្ងៃអញ្ចឹងថ្ងៃមាន7ថ្ងៃថ្ងៃច័ន្ទគៀវពុទ្ធសិក្សាទឹកបាទអញ្ចឹងយើងត្រូវចុចកន្លែងproperty ហើយចុចកន្លែង add បន្តមកទៀតយើង copy មកបាទថ្ងៃយើងសរសេរព្រៀងទុកទៅបាទច័ន្ទគៀវពុទ្ធសិក្សាទឹកហ្នឹងហើយខ្ញុំ copy ថ្ងៃដាក់មកថ្ងៃច័ន្ទបាទហើយចុច OK ហើយចុច add មួយសារទៀតថ្ងៃអង្គារបាទយើងសរសេរព្រៀងទុកហើយចាំ copy ដាក់មកកុំឲ្យពិបាកសរសេរណាបាទអញ្ចឹងថ្ងៃទីម៉ានថ្ងៃពីថ្ងៃ1ដល់31ឆ្នាំហ្នឹងគឺយើងសរសេរមកបាទសរសេរព្រៀងទុកនៅក្នុង note មកហើយទៅចាំយើង copy ដាក់កុំឲ្យយើងពិបាកសរសេរព្រោះពេលយើងសរសេរចូលវាតូចអានេះខ្ញុំធ្វើឲ្យងាយស្រួលមើលណាបាទខ្ញុំសរសេរព្រៀងទុកហើយខ្ញុំ copy បាទពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យបាទយើង copy ដាក់ម្ដងមួយមកហ្នឹងហើយ copy ដាក់កន្លែងហ្នឹងចុងក្រោយយើងចុច OK មកបាទ add ដាក់ថ្ងៃអាទិត្យមួយទៀតអញ្ចឹង pass វាចូលមកអញ្ចឹងពេលបានតាំង7ថ្ងៃហើយអ្នកទាំងនេះចុច OK មកបាទអញ្ចឹងយើងចាប់ផ្ដើម select វាបានហើយឃើញទេនេះបាទមានពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យដល់ពេលថ្ងៃនេះគ្នាបាទថ្ងៃគឺអ្នកទាំងនេះធ្វើអញ្ចឹងតែមកប៉ុន្តែសរសេរដាក់ពីថ្ងៃ1ដល់ថ្ងៃ31មកដល់ពេលខែមាន12ខែឆ្នាំដាក់ select មកបាទដាក់ពីឆ្នាំណាដល់ឆ្នាំណា